នៅក្នុងការរស់នៅប្រចាំថ្ងៃគឺជាមិនផុតនៅឡើយនៃការសម្រេចចិត្តនឹងរឿងតូចតាចដូចជាព្រឹកឡើងគួរភ្ញាក់ពីគេងឬក៏បន្តគេងទៀតល្ងាចនេះគួរហូបស៊ុបឬក៏សាច់អាំងរហូតដល់រឿងធំនៅក្នុងជីវិតគួរជ្រើសរើសគោលសកលបែបណាវិនិយោគលើក្រុមហ៊ុនបែបណាបើជានិស្សិតគួរជ្រើសរើសយកសាកលវិទ្យាល័យបែបណាបើជាបុគ្គលិកគួរជ្រើសរើសធ្វើការនៅក្រុមហ៊ុនបែបណាជាដើមមានថានៅក្នុងការរស់នៅឬការងារឬការសិក្សានោះទេសុទ្ធតែទាមទារឲ្យអ្នកធ្វើការសម្រេចចិត្តនិងជ្រើសរើសទាំងអស់តាមការស្រាវជ្រាវបានឲ្យដឹងថាមនុស្សពេញវ័យអ្នកនឹងធ្វើការសម្រេចចិត្តជាមធ្យម 33,000 ដងទៅ 35,000 ដងក្នុងមួយថ្ងៃហើយសភុមកបាលនេះនឹងប្រាប់អ្នកអំពីរបៀបតាក់តែងនៅជំរឿក្នុងជីវិតរបស់យើងដែលធ្វើការវិភាគជ្រុងផ្សេងគ្នាតាំងពីសេដ្ឋកិច្ចចិត្តសាស្ត្រមនុស្សសាស្ត្រដោយលើកយកនូវឧទាហរណ៍ជាក់ស្ដែងឲ្យយើងបានយល់ពីអាចកំបាំងនៅពីក្រោយនៃការតាក់តែងនៃជំរឿរបស់អ្នកជំនាញអ្នកនិពន្ធសភៅនេះមានឈ្មោះថា Case Strand ដែលគាត់ជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវសេដ្ឋកិច្ចនិងគោលនយោបាយសាធារណៈនៃសាកលវិទ្យាល័យ Harvard និងជាបុគ្គលិកដ៏ពូកែមួយរូបដែលក្បែរអតីតប្រធានាធិបតីសហរដ្ឋអាមេរិកលោក Barack Obama គាត់ក៏បានចូលរួមតាក់តែងច្បាប់ពាក់ព័ន្ធទៅនឹងបរិស្ថានសេដ្ឋកិច្ចនិងនយោបាយហើយការស្រាវជ្រាវរបស់គាត់ក្នុងវិស័យនីមួយៗគឺអស្ចារ្យខ្លាំងណាស់ដើម្បីកុំឲ្យខាតពេលយើងចូលមកដល់ខ្លឹមសារសំខាន់ៗក្នុងសៀវភៅនេះហើយដែលយើងធ្វើការបែងចែកជា3ផ្នែកទី1យើងនិយាយអំពីជំរឿនបឋមអត្តពលរបស់វានិងគោលការណ៍មួយចំនួននៅពីក្រោយនៃជំរឿននេះផ្នែកទី2យើងនឹងលើកឡើងពីជំរឿនមួយទៀតដែលគេហៅថាជំរឿនតាមអំពើចិត្តតើពេលណាយើងគួរប្រើប្រាស់ជំរឿននេះផ្នែកទី3យើងនឹងនិយាយពីដើមទុនក្នុងការជ្រើសរើសជំរឿននីមួយៗផ្នែកទី1ដំបូងយើងមកនិយាយអំពីជំរឿនបឋមនិងគោលការណ៍មួយចំនួនដែលយើងត្រូវនឹងមុនពេលដែលយើងតាក់តែងជំរឿននេះសាកស្រមៃទៅមើលថានៅពេលដែលអ្នកដើរចូលទៅក្នុងហាងកាហ្វេមួយក្រឡេកមើលទៅមិននុយឃើញតែកាហ្វេច្រើនប្រភេទមិនដឹងជាជំរឿនមួយណាតែមានកាហ្វេឡាតេមួយប្រភេទគេបានដាក់រូបធំៗជាងគេដោយសរសេរអក្សរធំៗនៅពីមុខថារូបមន្តពិសេសប្រចាំហាងឬកាហ្វេលក់ដាច់ជាងគេបើអ្នកឃើញបែបនេះនោះឱកាសនៅក្នុងការ order កាហ្វេឡាតេមួយនោះប្រកាសជាខ្ពស់ជាងកាហ្វេឡាតេកាហ្វេឡាតេមួយនេះយើងហៅវាថាជំរឿនបឋមវាគឺជាអ្វីដែលអ្នកលក់គាត់តាក់តែងមកដើម្បីជះឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកនៅពេលដែលអ្នកមិនដឹងថាត្រូវជ្រើសរើសយកអ្វីនៅជុំវិញខ្លួនយើងអ្នក design គេសុទ្ធតែគិតពីបញ្ហានេះនៅពេលដែលអ្នកចុច print ឯកសារពីម៉ាស៊ីនកុំព្យូទ័រគេបានជ្រើសរើសយកស្តង់ដារក្រដាស A4 print សងខាងឲ្យអ្នករួចជាស្រេចបើអ្នកមិនចង់មានការកែប្រែប្រភេទនេះព្រោះ A4 ជាក្រដាសស្តង់ដារទូទៅហើយការដែល print សងខាងនេះគឺដើម្បីឲ្យអ្នកសន្សំសំចៃនិងជួយដល់បរិស្ថានទាំងនេះគឺជាជំរឿនបឋមឬក៏ជំរឿនសម្បូរដំបូងដែលអ្នកលក់ឬក៏អ្នក design ផលិតផលឬក៏ឧបករណ៍ទាំងនោះដាក់ឲ្យអ្នករើសដើម្បីឲ្យអ្នកងាយស្រួលក្នុងការជ្រើសរើសប្រើប្រាស់មិនរញ៉េរញ៉ៃមិនពិបាកក្នុងការជ្រើសរើសពេលខ្លះរឿងតូចតាចមួយចំនួននៅពេលដែលអ្នកនៅពេលដែលពេលវេលាយូរទៅហើយវាក៏អាចមានឥទ្ធិពលដ៏ធំធេងបានដែរដូចជាករណី print ក្រដាសខាងលើអញ្ចឹងសាកលវិទ្យាល័យ Oregon នៅសហរដ្ឋអាមេរិកបានសារ៉េម៉ាស៊ីន print នៅក្នុងសាលារបស់គេឲ្យ print សងខាងដោយស្វ័យប្រវត្តិដោយសារតែមិនចង់ខ្ជិះខ្ជាយការប្រើប្រាស់ក្រដាសប្រកបណាស់សិស្សនៅតែអាចជ្រើសរើសម៉ាស៊ីន print មួយខាងដោយខ្លួនឯងបានគ្រាន់តែគេដាក់ជំរឿនបឋមទៅជាម៉ាស៊ីន print ទាំងសងខាងតែប៉ុណ្ណោះនៅពីក្រោយពេលដែលសាលាបានសារ៉េម៉ាស៊ីន print ទៅជាម៉ាស៊ីន print សងខាងរួចហើយនោះការប្រើប្រាស់ក្រដាសបានកាត់បន្ថយរហូតដល់55 លានសន្លឹកក្នុងរយៈពេល3ឆ្នាំដែលស្មើនឹងដើមឈើ 4,600 ដើមនេះហើយជាឥទ្ធិពលនៃការកំណត់ជំរឿនបឋមឧទាហរណ៍មួយទៀតបើយើងមើលទៅលើកម្មវិធីកំបងម្ហូបឬកម្មវិធីហៅឡានតាក់ស៊ីមួយចំនួនដូចជា Grab Food Panda ជាដើមនៅពេលដែលអ្នកកំងចាប់គេឲ្យអ្នកធ្វើការវាតម្លៃសេវាកម្មអ្នកដឹកជញ្ជូនហើយតម្រូវឲ្យអ្នកឲ្យលុយធីបគេមានជំរើសចាប់ពី$1 $2 រហូតដល់$5នៅពេលដែលអ្នកគេដាក់ជំរើស$1អ្នកក៏ជ្រើសរើសឲ្យធីប$1នៅពេលដែលគេដាក់ជំរើសបឋម$2នោះអ្នកក៏ឲ្យជំរើសឲ្យទៅ$2ទៅតាមនោះដែរបើយើងមកមើល website នានាដែលមាននៅលើប្រព័ន្ធអ៊ីនធឺណិតយើងគ្រប់គ្នាក៏ជ្រើសរើស
យកជំរឿនបឋមដោយមិនដឹងខ្លួនផងដែរជាទូទៅ website ទាំងនោះបានប្រាប់យើងអំពីលក្ខខណ្ឌក្នុងការប្រើប្រាស់យ៉ាងល្អិតល្អន់ពីព័ត៌មានដែលគេនឹងទាញយកពីយើងដូចជាឈ្មោះលេខទូរស័ព្ទទីតាំងនិងព័ត៌មានផ្សេងៗទៀតដើម្បីផ្ដល់ឲ្យអ្នកនៅបទពិសោធន៍ល្អក្នុងការប្រើប្រាស់សេវាកម្មនិងកម្មវិធីរបស់ពួកគេនិងបញ្ជូនអ្វីដែលគេគិតថាអ្នកអាចនឹងចូលចិត្តមកឲ្យអ្នកមើលក្នុងនោះក៏មានពាណិជ្ជកម្មរបស់គេផងដែរតាមពិតនៅក្នុងទូរស័ព្ទរបស់យើងក៏មានមុខងារការពារឯកជនភាពផ្ទាល់ខ្លួនផងដែរតែជាទូទៅយើងមិនបានចូលចិត្តឬក៏បានចូលទៅបិទនោះទេដោយសារតែយើងខ្ជិលមិនដឹងទៅបិទយ៉ាងម៉េចក៏ចុចយល់ព្រមទទួលយកលក្ខខណ្ឌក្នុងការប្រើប្រាស់របស់គេហើយគេក៏អាចយកទិន្នន័យរបស់យើងទៅប្រើប្រាស់ដោយស្របច្បាប់ឃើញទេនៅក្នុងការរស់នៅរបស់យើងសប្តាហ៍ថ្ងៃជាមិនផុតអំពីការជ្រើសរើសជំរឿនបឋមដែលគេបានដាក់ឲ្យយើងជ្រើសរើសឲ្យតែជំរឿនបឋមនេះមិនធ្វើឲ្យមានភាពស្មុគស្មាញពេកយើងនឹងជ្រើសរើសយកជំរឿននេះទៅតាមអ្វីដែលគេចង់បានហើយអ្វីបានជាជំរឿនបឋមនេះមានឥទ្ធិពលមកលើយើងខ្លាំងយ៉ាងដូចនេះតើនៅពីក្រោយខ្នងនៃយុទ្ធសាស្ត្រនេះមានយន្តការអ្វីខ្លះដែលយើងមិនបានដឹងដំបូងហេតុផលដែលយើងតែងតែជ្រើសរើសយកជំរឿនបឋមដែលគេដាក់ឲ្យស្រាប់ដោយសារតែយើងខ្ជិលគិតនៅពេលដែលគេដាក់ជំរឿនជាច្រើនឲ្យយើងរើសយើងត្រូវចំណាយពេលវេលានិងខួរក្បាលដើម្បីគិតនិងប្រៀបធៀបជំរឿនណាដែលស័ក្តិសមជាងគេបើសិនបើមានជំរឿនណាមួយដែលលេចធ្លោនិងល្អជាងគេជាពិសេសនៅពេលដែលមានការណែនាំពីអ្នកលក់ឬក៏អ្នកជំនាញនោះឱកាសក្នុងការជ្រើសរើសជំរឿនមួយនោះគឺខ្ពស់ខ្លាំងដោយសារតែអ្នកខ្ជិលគិតនិងខ្ជិលវិភាគឧទាហរណ៍នៅក្នុង app កម្មវិធីធនាគារ ABA ពីមុនក្រោយពេលដែលអ្នកវាយបញ្ចូលលេខសម្ងាត់ហើយទាមទារឲ្យអ្នកចុចយល់ព្រមក្រោយមកគេបានដកប៊ូតុងនឹងចេញឲ្យតែអ្នកវាយលេខសម្ងាត់ត្រូវគឺសន្មតថាអ្នកយល់ព្រមតែម្ដងដោយមិនចង់ឲ្យអ្នកចុចម្ដងទៀតទេហើយមកដល់ឥឡូវនេះមនុស្សកាន់តែខ្ជិលជាងនឹងគឺគ្រាន់តែប្រើម្រាមដៃ scan ឬក៏ scan មុខគឺអាចទូទាត់បានបើសិនជាយើងមើលទៅ app ធនាគារClinda វិញទាមទារឲ្យអ្នកវាយលេខកូដរហូតដល់6ខ្ទង់ខុសពី app ធនាគារ ABA ដែលទាមទារឲ្យអ្នកវាយលេខកូដដល់ទៅ4ខ្ទង់សំដៅត្រឹមតែ4ខ្ទង់ប៉ុណ្ណោះមិនដឹងយ៉ាងម៉េចអ្នកមានអារម្មណ៍ថា ABA ស្រួលប្រើជាងតែក៏និយាយមិនច្បាស់ដែរថាស្រួលប្រើត្រង់ណាដែរនេះហើយគឺជាឥទ្ធិពលដែលគេកំណត់ជំរឿនបឋមក៏ជាហេតុផលមួយដែលផលិតផលមួយជោគជ័យឬបរាជ័យនៅលើទីផ្សារដែរពីព្រោះអតិថិជនត្រូវការភាពងាយស្រួលលឿនមានរញ៉េរញ៉ៃកាន់តែលេខកូដខុសគ្នាតែ2ខ្ទង់ក៏យើងគិតថាស្មុគស្មាញដែរជំរឿនបឋមដែលគេដាក់ឲ្យយើងជ្រើសរើសបានបញ្ចូលព័ត៌មានសំខាន់មួយទៀតដល់យើងនោះគឺយើងជឿថាជំរឿននេះប្រហែលជាជំរឿនដែលល្អជាងគេចំណេញជាងគេដែលអ្នកជំនាញបានណែនាំឲ្យយើងហើយបានជាគេយកមកដាក់ជាជំរឿនដំបូងដូច្នេះមនុស្សភាគច្រើនតែងតែធ្វើការជ្រើសរើសទៅតាមអ្វីដែលគេដាក់ឲ្យជ្រើសរើសដោយសារតែជឿថាវាប្រកាសជាជំរឿនដែលល្អជាងគេហើយពេលខ្លះយើងជ្រើសរើសជំរឿនបឋមដែលគេដាក់ឲ្យដោយមិនដឹងខ្លួនមិនមែនដោយសារតែយើងខ្ជិលឬគ្មានការសម្រេចចិត្តខ្លួនឯងតែមួយមុខនោះទេវាអាចដោយសារតែពេលដែលប្រឈមមុខនឹងជំរឿនច្រើនបែបនេះមនុស្សមួយចំនួនពិបាកនឹងធ្វើការសម្រេចចិត្តដោយសារតែគេមានជំងឺម្យ៉ាងគឺជំងឺពិបាកជ្រើសរើសតាមពីខួរក្បាលរបស់មនុស្សយើងខ្ជិលដូចគ្នាយើងមិនចង់ប្រើខួរក្បាលគិតរឿងច្រើនទេជាពិសេសនៅពេលដែលយើងត្រូវធ្វើការថ្លឹងថ្លែងជ្រើសរើសឬសម្រេចចិត្តរឿងអ្វីមួយហេតុផលមួយទៀតដែលធ្វើឲ្យមនុស្សចូលចិត្តជ្រើសរើសជំរឿនបឋមដែលគេដាក់ឲ្យរើសគឺដោយសារតែខ្លាចបាត់បង់អ្វីទៅជាការខ្លាចបាត់បង់ឧទាហរណ៍ថានៅពេលដែលយើងជ្រើសរើសបានសំដៅនៅពេលដែលអ្នករើសបានលុយ$100អ្នកនឹងមានអារម្មណ៍ថាសប្បាយចិត្តខ្លាំងតែបើសិនជាអ្នកបាត់លុយ$100វិញអ្នកនឹងពិបាកចិត្តខ្លាំងពិបាកចិត្តជាងរើសបាន$100នោះទៅទៀតប្រសិនបើជាប្រៀបធៀបអ្វីដែលបាត់បង់និងអ្វីដែលទទួលបានមនុស្សខ្លាចបាត់បង់ជាងហើយដូច្នេះហើយបើសិនជាយើងបោះបង់ចោលនៅជំរឿនទី1ដែលគេណែនាំឲ្យយើងវាហាក់បីដូចជាបាត់បង់នៅជំរឿនដែលល្អជាងគេធ្វើមនុស្សនៅមិនសុខព្រោះមានអារម្មណ៍ថាដូចជាបាត់បង់ជំរឿនល្អឧទាហរណ៍មួយទៀតនៅពេលដែលអ្នកជ្រើសរើសទំនិញអំពូលភ្លើងអ្នកលក់ណែនាំជំរឿនទី1ឲ្យអ្នក
ដោយនិយាយថាអំពូលភ្លឺដែលសន្សំចង្ចៃភ្លើងតែតម្លៃរៀងថ្លៃបន្តិចលក់អស់ហើយនៅសល់តែអំពូលធម្មតាយកឬក៏អត់ពេលនោះអ្នកនឹងគិតដល់រឿងសន្សំចង្ចៃភ្លើងមុនទោះបីជាអំពូលធម្មតាតម្លៃថោកតែយើងជាអ្នកទិញនៅតែចង់បានអំពូលដែលសន្សំចង្ចៃភ្លើងផ្ទុយមកវិញបើសិនជាអ្នកដើរចូលហាងដំបូងអ្នកលក់ណែនាំអំពូលភ្លើងធម្មតាឲ្យអ្នកហើយប្រាប់ថានៅមានអំពូលភ្លើងមួយប្រភេទទៀតតម្លៃរៀងថ្លៃបន្តិចតែសន្សំចង្ចៃភ្លើងជាងនេះអ្នកបែរជាជ្រើសយកអំពូលភ្លើងធម្មតាទៅវិញឃើញទេអ្នកយកចិត្តទុកដាក់ទៅលើការសន្សំចង្ចៃពេលវេលាឬក៏សន្សំចង្ចៃពេលទិញអាស្រ័យថាតើអ្នកលក់បានដាក់ជម្រើសបឋមមួយណាឲ្យអ្នកជ្រើសរើសមុនខាងលើនេះយើងបានបកស្រាយអំពីឥទ្ធិពលនៃជម្រើសបឋមដែលពេលខ្លះយើងជ្រើសរើសជម្រើសមួយដោយមិនដឹងខ្លួនដោយសារតែយើងជឿជាក់ទៅលើការលក់ឬក៏អ្នកជំនាញគេថានឹងផ្ដល់ជម្រើសដែលល្អជាងគេមួយឲ្យយើងឬក៏ពេលខ្លះដោយសារតែយើងស្អប់នៅការបាត់បង់អ្វីដែលយើងនឹងទទួលបានទើបធ្វើឲ្យយើងជ្រើសរើសជម្រើសទី1នោះតទៅនេះយើងចូលមកដល់ផ្នែកទី2ដែលនិយាយអំពីជម្រើសតាមអំពើចិត្តផ្នែកទី2យើងដឹងហើយថារាល់ជម្រើសទី1ដែលគេដាក់ឲ្យយើងមិនប្រកាសថាល្អនោះទេនៅពេលដែលអ្នកកំពុងម្ហូបតាមអនឡាញពេលគេដាក់ម្ហូបឲ្យអ្នកហើយនៅក្នុង app តម្រូវឲ្យអ្នកឲ្យលើជីបទៅកាន់អ្នកដឹកជញ្ជូនប្រសិនជាជម្រើសបឋមគេបានដាក់ឲ្យនោះត្រឹមតែ$1ឬក៏$2អ្នកប្រហែលជាអាចទទួលយកបានតែប្រសិនបើជាជម្រើសទី1នោះដាក់ដល់រហូតដល់$5ឬក៏ច្រើនជាងនេះនោះយើងអាចនឹងបោះបង់ចោលមិនឲ្យលុយធីបតែម្ដងនេះមានន័យថានៅពេលដែលជម្រើសទី1ដែលបានដាក់ឲ្យជ្រើសនោះខុសពីការរំពឹងទុកឬមិនស្របទៅនឹងការចង់បានរបស់អ្នកប្រើប្រាស់នោះគេអាចនឹងបោះបង់ចោលការសម្រេចចិត្តតែម្ដងជម្រើសបឋមអាចជាឥទ្ធិពលដល់ការសម្រេចចិត្តរបស់អ្នកប្រើប្រាស់មែនតែមិនអាចគ្រប់គ្រងការសម្រេចចិត្តរបស់គេបានទេដូច្នេះដើម្បីជៀសវាងបញ្ហានេះគេត្រូវឲ្យអ្នកជ្រើសរើសជម្រើសតាមចិត្តព្រោះកលៈទេសៈខ្លះមិនអំណោយផលឲ្យគេណែនាំនៅជម្រើសណាមួយឲ្យអ្នកឡើយជាពិសេសគឺនៅពេលដែលជម្រើសពាក់ព័ន្ធទៅនឹងផលប្រយោជន៍ធំដុំនិងការខាតបង់ឧទាហរណ៍ពេលដែលអ្នកចូលទៅក្នុងមន្ទីរពេទ្យវេកាត់លោកទៅមិនហ៊ានណែនាំឲ្យអ្នកជ្រើសរើសជម្រើសណាមួយឡើយគឺអ្នកខ្លួនឯងជាអ្នកធ្វើការសម្រេចចិត្តថាវេកាត់ឬក៏អត់បើអ្នកជ្រើសរើសយកការវេកាត់អ្នកមិនចាំបាច់ប្រឈមនឹងហានិភ័យមែនតែជំងឺកាន់តែធ្ងន់ធ្ងរឡើងបើអ្នកជ្រើសរើសយកការវេកាត់នោះអ្នកនៅតែប្រឈមនឹងហានិភ័យនេះដោយខ្លួនឯងគ្រូពេទ្យមិនហ៊ានផ្ដល់ជាជម្រើសបឋមណាមួយឲ្យអ្នកជ្រើសរើសឡើយករណីមួយទៀតឧទាហរណ៍ដូចជានៅលោកខាងលិចពេលដែលរៀបអាពាហ៍ពិពាហ៍រួចខាងស្រីជ្រើសរើសបដូរត្រកូលរបស់ខ្លួនដាក់តាមត្រកូលខាងប្រុសសំណុំបែបបទក្នុងការបដូរឈ្មោះនេះមានភាពងាយស្រួលខ្លាំងមែនទែនហើយនេះក៏បង្ហាញពីការគោរពចំពោះស្វាមីដែរតែការបដូរនេះមិនមែនជាជម្រើសបឋមដែលគេដាក់ឲ្យស្ត្រីគ្រប់រូបត្រូវតែធ្វើនោះទេវាជាជម្រើសដែលគេអាចជ្រើសរើសតាមទំនើងចិត្តបដូរក៏បានមិនបដូរក៏បានពីខាងលើយើងបាននិយាយឲ្យថានៅពេលដែលជម្រើសបឋមដែលអ្នកលក់ដាក់ឲ្យអ្នកទិញជ្រើសរើសនោះវាខុសឆ្ងាយពេកពីការរំពឹងទុកឬការចង់បានរបស់អ្នកទិញនោះគេនឹងបោះបង់ចោលលែងធ្វើការសម្រេចចិត្តតែម្ដងប៉ុន្តែនៅក្នុងការរស់នៅនិងការរស់ស៊ីជាក់ស្ដែងអ្នកលក់ពិតជាមិនដឹងថាអ្នកទិញចង់បានបែបនោះទេឧទាហរណ៍ថាហាងលក់កាហ្វេមួយមិនដឹងថាអតិថិជនបន្ទប់នឹងកំងអ្វីនោះទេមិនដឹងថាអាយឡាតេ